សួស្តីបងប្អូនទាំងអស់គ្នាយើងមកបន្តជាមួយនឹងវីដេអូមេរៀនរបស់យើងទៀតគឺវីដេអូនេះខ្ញុំបង្ហាញបន្ទាត់ហើយនឹង text binary តើហេតុអីបានយើងចាំបាច់បង្ហាញបន្ទាត់ហើយនឹង text binary អូខេយើងចូលមកកាន់ Word មកនេះគឺយើងចូល view ruler ហើយនៅក្នុង view ហ្នឹងគឺវាមាន ruler ហ្នឹងហើយtext binary នេះចូល option ថាឥឡូវខ្ញុំទៅបង្ហាញមកទៅអូខេយើងដំបូងយើងត្រង់នៅផ្ទាំងបែបនេះអញ្ចឹងយើងចូលមកកាន់កន្លែង view ហើយយើងជ្រើសរើសយកពាក្យថា ruler គេអា ruler ខាងលើនេះតើយើងបង្ហាញវាដើម្បីគេគឺនៅពេលដែលអ្នកទាំងអស់គ្នាធ្វើការយូរទៅអា ruler ហ្នឹងគឺមានសារៈសំខាន់ណាស់គឺយើងអាចកំណត់នេះអាកន្លែង tab ខាងនេះគឺយើងអាចកំណត់វាបានដូចជាពេលយើងទៅសេអក្សរអញ្ចឹងណាយើងគាត់ទៅទាញអា tab ហ្នឹងមកនេះខ្ញាត់វាមាន tab កដាល tab អីហ្នឹងណាហើយដូចជាយើងអាចកំណត់អាចុចអាហ្នឹងចាំខ្ញុំលម្អិតនៅតាមក្រោយអាហ្នឹងខ្ញុំគ្រាន់តែបង្ហាញឲ្យវាចេញ ruler មកបែបនេះទេអូខេទាញដាច់វាមកមួយទៀតគឺយើងបង្ហាញ text binary ហេតុអីបានយើងចាំបាច់បង្ហាញ text binary គឺអាបន្ទាត់ជ្រុងឥឡូវអូខេខ្ញុំចូលមកកន្លែង file ហើយយកពាក្យថា option អ្នកទាំងអស់គ្នាយកពាក្យ option មកមួយទៀតអ្នកទាំងអស់គ្នាដើម្បីយើងអាចធ្វើការបានជាមួយនឹង Word ហើយយើងយកពាក្យថា advanced បន្ទាប់មកយើង scroll មកក្រោមយើងរកពាក្យថា show document content ត្រង់នេះហើយយើងយកពាក្យថា show text binary នេះយើង text លើវាមកចុច OK ហើយត្រង់ហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាតើចាំបាច់បើកការបន្ទាត់នឹងទៅអីមកញ៉ៃទាំងអីហ្នឹងវាងាយស្រួលនៅពេលដែលយើងទៅសេអក្សរឧទាហរណ៍អញ្ចឹងណាឥឡូវខ្ញុំអូខេខ្ញុំទៅសេអក្សរអញ្ចឹងហើយខ្ញុំចុចបន្ទាត់អូខេវាងាយស្រួលវាចេញបន្ទាត់អញ្ចឹងឲ្យយើងមើលនៅពេលដែលយើង save ទៅគឺវាអត់មានចេញជាអាបន្ទាត់អញ្ចឹងទេបើមិនជឿខ្ញុំ save ឲ្យមើលអូខេ save មកឬក៏យើង print ក៏វាអត់ចេញដែរខ្ញាត់វាអត់មានចេញបន្ទាត់ហ្នឹងទេបន្ទាត់ហ្នឹងគឺធ្វើដើម្បីយើងងាយស្រួលដើម្បីធ្វើការងារអញ្ចឹងណាគឺវាអញ្ចឹងអាហ្នឹងអូខេយើងទៅមើលមួយទៀតខ្ញុំសុំបន្តមួយទៀតទៅហើយនេះយើងបដូរ ink ទៅជាសង់ទីម៉ែត្រយើងចូល file option advanced ហើយ scroll ទៅរក display តមកយើងសូវាមកអូខេចូលមកកាន់ Word របស់យើងមកហើយយើងយកពាក្យថា file ហើយ option តមកយើងយកពាក្យថា advanced ហើយយើង scroll វាមកក្រោមគេយើង scroll វាមកទៅឃើញពាក្យថា display នេះ display មួយនេះអូខេយើងមកមើលថា show measurement in unit of អញ្ចឹងណាហ្នឹងយើងចុចលើកន្លែង ink ហ្នឹងមកហើយយើងយកពាក្យថា centimeter នេះមកអូខេហើយយើងចុច OK អញ្ចឹងប៉ុណ្្នឹងសិនចាំបន្តនៅវីដេអូក្រោយទៀតមួយសិនណាអ្នកទាំងអស់គ្នា